បាទសួស្តីបងប្អូនអរគ្នាឥឡូវនេះមកជួបជាមួយនឹងខ្ញុំបាទទីដល់វីដេអូថ្ងៃនេះក៏សូមលោកយកវីដេអូកន្លែងការងារដែលហ្នឹងបងប្អូនគាត់ថាអានេះគាត់តែចាប់ដើមបានពីដំបូងតិចប៉ុន្តែក៏នៅខ្វះចន្លោះខ្លះដែរតម្រាំបានកើតជាឆ្នាំងណាតម្រាំបានវាកើតជាឆ្នាំងបងប្អូនដំបូងគេយកលុយមីញ៉ូមទៅស្លបើជាឆ្នាំងបែបនេះបងប្អូនហើយម៉ាស៊ីននេះគឺម៉ាស៊ីន robot បងប្អូនមិនមែនប្រើមនុស្សទេអ្នកធ្វើការឡើយនេះគេឈួលមកគេឈួលមកគេដើរយកលុយទេឡើយនេះមកដើរចុះដើរឡើងដាច់ខែអត់លុយបើកដើរចុះដើរឡើងដាច់ខែអត់លុយបើកអូខេពេលដែលខ្ញុំនិយាយចឹងទៅគេសើចគេសើចមកហើយនិយាយលេងទេបងប្អូនប៉ុន្តែនិយាយចឹងទៅគេសើចមែនគេសើចមកគេសើចមែនសើចនឹងខ្ញុំនិយាយអីគេសើចខ្ញុំថាខ្ញុំនិយាយអត់ច្បាស់គេថាអ្នកណាអ្នកឆុកណានិយាយអីចឹងខ្ញុំប្រាប់ថាខ្ញុំអ្នកឆុកពងថាចឹងនៅពួតអ្នកឆុកពងថាបើគេនិយាយថាចឹងខ្ញុំនិយាយមិនចុះមកហ្នឹងបានឲ្យទៅស្ដាប់ខាងអ្នកម្ដុំខ្ញុំនំដុំក្បែរព្រំដែនវៀតណាមអីទៀតបានល្អច្បាប់គេនិយាយព្រោះចឹងហ្នឹងទៀតជាពិសេសអ្នកភូមិត្នោតអ្នកកោះរយអីចឹងកោះរយចឹងដុំហ្នឹងគេហៅកោះរយក៏អីចឹងនិយាយគេនិយាយព្រោះជួយចិត្តស្ដាប់និយាយស្ដាប់គេស្ដាប់ឡើងហោមាត់អស់បងប្អូនអើយហើយឡើយត្រឡប់មកការងារយើងវិញហើយការងារឡើយនេះម៉ាស៊ីននេះក៏ម៉ាស៊ីនដែរខ្ញុំហៅថាម៉ាស៊ីនណាចឹងណាក្រោយពីគេចាក់ស្លបានហើយខាត់បានហើយបាញ់ខ្សាច់រួចហើយគេមកបាញ់ថ្នាំឲ្យបងប្អូនបាញ់ថ្នាំនេះពណ៌នេះស្អាតណាបងប្អូនហើយនៅពីខ្នងគេពណ៌ក្រហមតែអត់បានថតបានដោយពណ៌ក្រហមនឹងមកទេហើយទស្សនាលេងបងប្អូនដែលធៀមឡើងមកในឧស្សាហកម្មមានច្រើនណាបងប្អូនការងារអស់នេះវាមិនសូវជាអត់មានបញ្ហាគ្រោះថ្នាក់អីទេបងប្អូនទេអត់ដូចខាងដែលអ្នកដែលកាន់ប្រេះកាន់អីចឹងអាសាថាមានគ្រោះថ្នាក់អីចឹងអាសាឃើញមានគ្រោះថ្នាក់ជាងគេគឺខាងម៉ាស៊ីនប្រេះហ្នឹងបងប្អូនម៉ាស៊ីនប្រេះម៉ាស៊ីនធំបើគេអូតូអីគេនោះគេដឹងដៃអីចូលទៅវាអត់អុកអត់អីអាហ្នឹងស្រួលទេបាទប្រេះខាងជើងប្រេះខាងដៃយើងនេះវេទនាណាបងប្អូនអើយចឹងហើយក្នុងពេលដែលបំពេញការងារសូមឲ្យបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាមិនថាការងារណាទេកុំមើលងាយស្ថានភាពការងារយើងត្រូវធ្វើវាដោយយកចិត្តទុកដាក់ចឹងណាកុំធ្វើដោយចិនឆាយលក្ខណៈងុយដេកងុយអីចឹងគួរបីការងារអត់គ្រោះថ្នាក់តែយើងអត់សូវបានដេកពួនយប់ហើយថ្លៃឡើងទៅធ្វើការឬមួយក៏បងជាពិសេសបងប្អូនយើងដែលធ្វើការវេនយប់ចឹងប្រយ័ត្នប្រយែងមែនតើបងប្អូនអើយយើងមកនេះយើងមករលុយអញ្ចឹងហើយយើងទៅវិញយើងសង្ឃឹមថាយើងទៅវិញដោយសុវត្ថិភាពទាំងអស់គ្នាហើយក៏ជាចុងបញ្ចប់ក៏សូមជូនពរបងប្អូនទាំងអស់គ្នាជួបតែរឿងល្អសុខសប្បាយទាំងអស់គ្នាពេលតាមផ្ញើដល់បងប្អូនសិស្សបងប្អូនមកក្រោយផងចិត្តបានឡើងមកហើយឬថាកេរយកច្រើនណាបងប្អូនអើយឆ្នាំក្រោយហ្នឹងហើយអញ្ចឹងហើយជូនពរឲ្យអ្នកប្រឡងជាប់យូរហើយអ្នកដែលទៅប្រឡងជាប់ក្តីអ្នកតេស្តសុខភាពម្ដងពីរដងក្តីសូមឲ្យចាប់ធ្លាក់ឈ្មោះចាប់បានមកទីនេះទាំងអស់គ្នាដើម្បីរកលុយជួយសេដ្ឋកិច្ចស្រុកយើងបាយជួបគ្នាវីដេអូក្រោយ